គ្រប់គ្នាតែងតែចង់សម្រេចការងារឲ្យបានលឿនប៉ុន្តែថ្ងៃខ្លះជួនកាលពួកយើងមិនទោសសមត្ថភាពខ្លួនឯងប៉ុន្តែតាមពិតអ្វីម្យ៉ាងដែលយើងប្រើរាល់ថ្ងៃនោះទេដែលជាអ្នកបង្អាក់ផ្លូវយើងតាំងពីការរៀបចំផែនការរហូតដល់ការបញ្ចេញស្នាដៃទៅកាន់ពិភពលោករឿងពិតមួយគឺបើអ៊ីនធឺណិតដើរមិនស្រួលយើងនឹង stress យឺតការងារនិងបាត់បង់ឱកាសតែបើវាដើរស្រួលមិនបារម្ភពីរឿងរអាក់រអួលហើយទុកចិត្តបានគ្រប់ពេលការងារនឹងទៅមុខយ៉ាងរលូនហើយយើងមានពេលវេលាសម្រាប់ផលិតច្រើនជាងអង្គុយរង់ចាំបើចង់ឲ្យការងារដើរទៅមុខលឿនសមនឹងសមត្ថភាពរបស់ខ្លួនចាប់ផ្ដើមវាជាមួយ Today Internet